ដោយត្រឹមត្រូវដោយយុត្តិធម៌ចេញពីអំណាចរបស់ពលរដ្ឋដូច្នេះជាបានជាមានសន្ធិសញ្ញាក្រុងប៉ារីសនេះគេបញ្ចប់អំពីបញ្ហាសង្គ្រាមខ្មែរហ្នឹងអញ្ចឹងហើយយួនដែលមកជួយរំលាយប៉ុលពតហ្នឹងគេមិនបានទទួលស្គាល់ថាយួនមកជួយទេគេទទួលស្គាល់ថាយួនខុសច្បាប់យួនឈ្លានពានទោះបីហ៊ុនសែនការពារយួនដែលលើកឲ្យខ្លួនដឹកនាំជារដ្ឋាភិបាលនឹងក៏ដោយគឺថាជាគេមិនបានទទួលស្គាល់ទេដូច្នេះបានជាមានការយល់ព្រមសញ្ញេទាំងអស់គ្នាទាំងមហាអំណាចខាងគុំនេះមហាអំណាចលោកសេរីឈប់ផ្ដល់អាវុធកំភ្លើងដើម្បីបង្កសង្គ្រាមឲ្យខ្មែរច្បាំងគ្នាទៅទៀតឲ្យទទួលយកលទ្ធិប្រជាធិបតេយ្យសញ្ញេព្រមព្រៀងទាំងអស់ដើម្បីឲ្យធ្វើការបោះឆ្នោតដោយសេរីយុត្តិធម៌គោរពច្បាប់ជាតិច្បាប់អន្តរជាតិក្នុងនាមយើងជាសមាជិកអន្តរជាតិដល់អាណត្តិត្រូវផ្លាស់ប្ដូរតាមរបៀបប្រទេសសេរីកន្លងមកផ្លាស់ប្ដូរតែអាណត្តិតែមនុស្សដដែលមន្ត្រីដដែលណែបកប្រជាជនជាក្រុមកាន់លទ្ធិនឹងទទួលមនោគមជាកុម្មុយនីសដដែលអញ្ចឹងហើយបានជាការជួយគ្រប់គ្រងរបស់យួនចិនឲ្យខ្មែរក្រហមឈ្នះនោះពេលដែលឈ្នះរបបលោកសេរីដែលអ្នកគ្រប់គ្រងសេរីសម័យលន់នល់មនុស្សចេះច្រើនណាស់នៅច្រើនណាស់បាត់ដល់ធ្វើសង្គ្រាមតាំងពី7គាត់មក75មិនទាន់អស់អ្នកចេះទេខ្មែរយើងនៅមួយចំនួនធំសម័យលន់នល់ណាដល់តែពីគាត់ឈ្នះគាត់មានផ្សះផ្សារូបជាតិឯណាម៉ែឲ្យស្រាវជ្រាវយកទៅបាញ់យកទៅសម្លាប់អាណានិស្សិតអាណាបញ្ញវន្តអាណាទាហានមន្ត្រីរាជការអាណាគ្រូបរៀនឲ្យតែអ្នកចេះគាត់ស្រាវជ្រាវស្រៀបគាត់យកទៅស្លាប់ចោលយកទៅវាយចោលណាទាំងប្រជាជនពុកម៉ែដែលធ្លាប់គ្រប់គ្រងកាលនៅតស៊ូអ្នកណានៅដីលន់នល់អានឹងខ្មាំងគ្រប់គ្រងចក្រពត្តិអាណាទាហានបរិវារចក្រពត្តិខ្ទេចងាប់អស់បានជាវាច្រើនជាង3លាននោះខ្ញុំថាមានលើសដល់ទៅ5លានប៉ុន្តែវាលាក់អេហ្វទីសលាក់អាការស្លាប់ហ្នឹងដោយរដ្ឋាភិបាលអាដេញយួនលើកនេះវាបិទបាំងអាការស្លាប់សម័យប៉ុលពតហ្នឹងថាជាង1លានម្ដងថាជាង3លានម្ដងថា2លានដើម្បីបង្ហាញពិភពលោកអន្តរជាតិហើយដល់ការអស់អ្នកចេះរដ្ឋាភិបាលបច្ចុប្បន្ននេះគេតាមដានមើលឃើញថាវាអត់សូវមានអ្នកដែលមានចំណេះចេះដឹងមកធ្វើការព្រោះវាស្លាប់អ្នកចេះអស់ហើយអញ្ចឹង79នេះមកណាច្រើនតែឃើញយកមនុស្សដែលអត់មានសមត្ថភាពមួយចំនួនធំជាបាក់ជាពួកជាបងជាប្អូនជាសាច់ញាតិជាខ្នងបង្អែកណាចូលមកធ្វើការហើយបើអ្នកមានសញ្ញាបត្រត្រឹមត្រូវចូលតែមានលុយសោកពេលតែមានបាក់ពួកហើយបើអញ្ចឹងទេសញ្ញាបត្រទិញដូច្នេះអត់មានគុណភាពអត់ស្គាល់ច្បាប់អត់គ្រប់ច្បាប់តាំងពីតុលាការឲ្យឡើងទៅមន្ត្រីគ្រប់ខេត្តឃុំចៅឲ្យស្រុកបានចេះត្រឹមតែពុករលួយចេះត្រឹមតែប្រែអំណាចចេះត្រឹមតែពីសាហាវចេះតែរឿងពុកអ្នកលលួយសាហាវកាយកងកាប់ចាក់តថៈដូច្នេះបានជាអន្តរជាតិអាមេរិកដែលជាបិតាលទ្ធិប្រជាធិបតេយ្យលោកផ្ដល់លុតលោកជ្រុំជ្រែងឲ្យលុយឲ្យកាក់ណាទៅដោះមីនទៅស្ថាបតានាស្រាវជ្រាវរកអ្នកចេះមានអង្គការក្រៅរដ្ឋបាលផ្ដល់លុយផ្ដល់កាក់គាត់ជួយរុញមនុស្សចូលទៅពីប្រទេសលោកសេរីនឹងដូចជាវិទ្យុអេស៊ីស្រី VOA ឬក៏អង្គការក្រៅរដ្ឋាភិបាលអ្នកកសិកម្មសារព័ត៌មានដើម្បីជួយជ្រែងជួយតម្រង់ជួយកែ
ហើយឲ្យរាជនឹងអ្នកណាក៏ដោយឲ្យមានសមត្ថភាពអាចឈរជាគណៈបកអាចបញ្ចេញមតិយោបល់រិះគន់លើកឡើងធ្វើបាតកម្មមានសិទ្ធិគ្រប់បែបយ៉ាងតែរដ្ឋាភិបាលដែលខ្វះសមត្ថភាពនេះមិនព្រមខ្លាចមិនព្រមញើតមិនព្រមកោតរហូតដល់អន្តរជាតិបញ្ជូនអ្នកសង្កេតការពិសេសសិទ្ធិគិរិនមានសញ្ញាបត្រគេមិនមែនសោកលុយសោកកាក់ឲ្យគ្មានតម្រេះឲ្យអង្គការសហជាតិនេះយកមកធ្វើជាតំណាងទេដូចជាលោកព្រិតអាដាមដូចលោកសូបឌីដូចលោកអ្នកស្រី Rosa Smith ដែលខ្ញុំតែងទៅលើកមកដូចជាអង្គការក្រៅរដ្ឋបាលខ្លះដែលគេមានចំណេះចេះដឹងដូចជាគណៈបកឬយុវជនជំនាន់ក្រោយបន្ទាប់ពីអស់ចាស់ទៅស្លាប់នៅសល់បន្តិចតួចណាទៅតស៊ូបបទៅតស៊ូគេស្លាប់បន្ថយទៀតតែហ៊ានដែលធ្លាប់ខ្លាំងធ្វើបកែធ្លាប់ច្បាំងអ្នកចេះធ្លាប់មានសមត្ថភាពបោះសម្អាតរាល់ពេលរាល់ថ្ងៃរាល់ខែដែលវាទុកតែអានេះដែលអត់ដឹងយួនចិនសនុកប្រើស្នុកបញ្ជាសរុប7ឲ្យផ្កាយមួយថ្ងៃម្នាក់ហ៊ាស្មាណាសបាយនឹងបនស័កសបាយនឹងអំណាចសបាយនឹងតួនាទីតែខ្លួនអត់យល់ពីច្បាប់ជាតិអន្តរជាតិអីសោះណាដូច្នេះណាការជួយជ្រោមជ្រែងពីអាមេរិកការណែនាំជំនួយដែលជួយទៅឲ្យកំណត់ឲ្យគោរពសិទ្ធិមនុស្សគោរពលទ្ធិប្រជាធិបតេយ្យគោរពច្បាប់ជាតិនិងអន្តរជាតិទៅជាចោតប្រកាន់ថាគេណាមានកំណត់ថាគេជំនួយមានចំណងនោះចិនយួនដែលជំនួយឥតចំណងមកណាដូចតាំងពីជំនាន់ស្ដេចសៀនុស្រេចជំនួយចិនឥតចំណងទាត់ចោលជំនួយអាគៀងធ្វើនយោបាយកិច្ចកលបាតកម្មបណ្ដេញទូតអាគៀងចេញកំពុងធ្វើថ្នល់យ៉ាងល្អទៅកំពុងសូមស្តុបផ្អាកថាអាមេរិកហ្នឹងជឿលើពួកកុម្មុយនីសនៅវាទាញវាបញ្យល់ថាដាក់កប៉ាល់ហោះធ្វើផ្លូវធំល្អទៅកំពង់សោមដើម្បីមកធ្វើសង្គ្រាមដើម្បីនឹងមកចង់កម្មកាត់នៅអាស៊ីណានៅពួកចក្រពត្តិពួកមហាអំណាចអាមេរិកត្រង់កុម្មុយនីសយួនចិនមានកលនយោបាយអាក្រក់ណាមានបំណងសម្រាប់រំលាយខ្មែរដោយនយោបាយស៊ីជម្រៅដែលយើងគិតមិនដល់បលះយើងខ្ទេចណាសម័យលន់នល់នេះអង្កលសង្គ្រាមច្បាំងងាប់ល្មមទេបងប្អូនអ្នកមកងាប់ខ្លាំងអាពេលដែលខ្មែរក្រហមឈ្នះនេះបលះទាំងសបុកទាំងពូជជីស្មៅទាំងរឹសនេះអញ្ចឹងបានជាមានការសេះសល់ទៅតស៊ូមានការដោះស្រាយសញ្ញាទាំងអស់អនុវត្តសពថ្ងៃនេះគឺមកអត់មានសមត្ថភាពពួករដ្ឋាភិបាលភ្នំពេញគឺថាអត់មានសមត្ថភាពទេប្លន់លួចសម្រាប់ខុបខិតទៅជាមួយឈ្មួញទុច្ចរិតអាអ្នកធ្វើការសោកប៉ាន់អញ្ចឹងហើយបានជាវាពុកលួយវាការពារគ្នាចុះឡើងគ្រឿងញៀនគ្រឿងពុលណាដែលយើងរងគ្រោះដល់ពលរដ្ឋយំស្រែកអស់ដីអស់ធ្លីអស់ផ្ទះសម្បែងចំណាក់ស្រុកអត់ទាំងទាំងអស់នេះហើយដែលអាមេរិកគាត់ជាបិតាលទ្ធិប្រជាធិបតេយ្យគាត់ជាអ្នកការពារសិទ្ធិមនុស្សការពារច្បាប់អន្តរជាតិប្រទេសណាក៏ដោយឲ្យតែជាសមាជិកអន្តរជាតិអាមេរិកគាត់មានសមត្ថភាពតាំងពីការជួយទៅដល់អន្តរជាតិនេះពីរឿងលុយកាក់សម្រាប់អន្តរជាតិតាំងពីរឿងការដែលខ្ញុំធ្លាប់លើកឲ្យថានេះសមាជិកដែលមានចម្បាំងរៀងជល់ទឹកលិចជន់អិចខ្វេកនោះមានបញ្ហាមានតែសហរដ្ឋអាមេរិកទេដែលមានលទ្ធភាពលុយច្រើនជាងគេហើយលះហះទៅដល់តនចិត្តទៅដល់ប្រទេសនៅក្នុងពិភពលោកឥឡូវរឿងខ្មែរជាប្រទេសក្រីក្រទូចមួយដែលរងគ្រោះដោយសង្គ្រាមដោយបនបល័យពុយសាសក្បាលគោឆ្អឹងគោដោយដំបូកក្បាលគោដោយភ្នំគេអាណិតគេអនុគ្រោះគេនិយាយហើយនិយាយទៀតណែនាំហើយណែនាំទៀតតែរដ្ឋាភិបាលរបស់ថ្មិលរបស់ហ៊ុនសែនដែលជាអតីតខ្មែរក្រហមនៅតែប្រកាន់យកនៅមនោគមវិជ្ជានៅគំនិតកលល្បិចណាទទួលយកលទ្ធិដែលខ្លួនសិក្សារៀនសូត្រណាតាំងពីព្រៃរហូតដល់គេលើកតម្កើងគេឲ្យតម្លៃជានាយករដ្ឋមន្ត្រី
ណាបានលក្ខខណ្ឌថាការផ្លាស់ប្ដូរទទួលយកលទ្ធិប្រជាធិបតេយ្យខ្ទប់ស្កាត់ណាខ្ទប់ស្កាត់រហូតដល់ពលរដ្ឋចំនួនក្រោយគ្នាមានឧត្តមគតិមានសិទ្ធិមានឧត្តមគតិមានចំណេះចេះដឹងក្មេងចំនួនក្រោយទើបតែផុសពី79មកណាសម្រាប់គ្នាចាប់ដាក់គុកលើកឧទាហរណ៍ដូចយុគណែមុនគេលោកអយុធវិធីណែលោកណែយុវិជាលោកណែយុទ្ធវិធីលោកកែមលីចុងក្រោយហើយដូចជាអ្នកកាសែតអ្នកសារព័ត៌មានដែលមានចំណេះចេះដឹងក្រោយព្រួងព្រាតចប់គុកស្លាប់អស់ប្រមាណក្រោយមកក៏មានអ្នកនយោបាយអ្នកគ្រប់គ្រងនយោបាយមានចំណេះចេះដឹងជាប់គុកអស់លីងហើយរហូតដល់មានអ្នកមានទេពកោសល្យក្មេងជានឹងក្រោយដូចជាអំណាចពលរដ្ឋខ្មែរហ្នឹងចេះចាត់ចោតលៀបពណ៌ចាប់ដាក់គុកទៅដូចជាគណៈបកដែលសង្គ្រោះជាតិណាចោតអំពីបទណែរួមគំនិតណែបង្កើតភារកម្មមិនចោតតែគ្នាឯងរវាងខ្មែរគណៈបកខ្មែរនិងខ្មែរថែមទាំងនេះចោតប្រកាន់ដោយគ្មានការពិតបំពេញដល់អាមេរិកទៀតថាអាមេរិកជាគ្រប់គ្រងបដិវត្តពណ៌អាមេរិកនិងនៃគណៈបកសង្គ្រោះជាតិនេះមានបំណងមានគំនិតសហការជាមួយបរទេសការចោតការប្រកាន់នេះវាលើគោកអានឹងហើយដែលអស់តម្លៃដែលអាមេរិកគេមានការចាប់អារម្មណ៍គេត្រូវតែណាដាក់ទណ្ឌកម្មណាគេត្រូវតែដាក់ទណ្ឌកម្មឲ្យគ្រប់បើមិនគ្រប់គេដាក់ទណ្ឌកម្មឥឡូវគេចាប់ធ្វើណាចាប់ដើមហើយគេកំពុងណាអនុវត្តហើយគេអនុគ្រោះពន្ធគេជួយសពបែបយ៉ាងទៅជាចោតទៅជាបង្កបញ្ហាផ្សព្វផ្សាយប្រឆាំងក្អេងក្អាងដូចក្អាត់បានក្អមណាសិទ្ធិអាមេរិកបន្តការឃ្លានពានអាមេរិកទម្លាក់ក្របបែកអាមេរិកណាធ្វើរដ្ឋប្រហារបានជាកើតខ្មែរក្រហមស្លាប់ខ្មែររាប់លានដាក់កំហំលើអាមេរិកខ្ញុំជាទាហានជាកងខេមរៈភូមិន្ទដែលធ្លាប់ការពារជាតិដីតាំងពីសង្គមរាស្ត្រនិយមរហូតដល់សាធារណរដ្ឋរហូតដល់ខ្មែរក្រហមណាកាន់អំណាចអាមេរិកគេមានយុទ្ធសាស្ត្រគេធ្វើសង្គ្រាមចម្បាំងត្រឹមត្រូវការជួយធ្វើសង្គ្រាមទប់នឹងលទ្ធិកុម្មុយនីសដែលចិនគ្រប់គ្រងខាងពួកយេកុងដែលកុម្មុយនីសយួនគ្រប់គ្រងណែកុម្មុយនីសខ្មែរក្រហមគ្រប់គ្រងយេកុងវ័យរបបសេរីណាពួកខ្ញុំជាទាហានណារដ្ឋាភិបាលសម័យហ្នឹងហៅមកជួយធ្វើអន្តរាគមន៍ជើងអាកាសមានកប៉ាល់ហោះអាមេរិកB-2Sអង្គចេញមកពីណាពីប្រទេសថៃហ្នឹងមកទម្លាក់ហ្នឹងគេមិនមែនចេះតែទម្លាក់ប៉ាតណាប៉ាតណីបើសិនជាអាមេរិកអ្នកដែលណាមិនគោរពសិទ្ធិមនុស្សមិនគោរពប្រទេសតូចដែលកំពុងមានសង្គ្រាមមិនជាអ្នកដែលមកជួយការពារបើអាមេរិកចេះតែទម្លាក់ប្រទេសខ្មែរប៉ុណ្្នឹងខ្ទេចអស់ហើយអស់លោកអត់មានមនុស្សរស់ច្រើនកាលដែលសម័យដែលខ្មែរក្រហមក្បាលប្រព្រឹត្តគ្រាន់តែលះចេញពីតាមខេត្តភ្នំពេញជិះពីជើងអែតតែណែនយើងអៀតប្រមាណលានទើបមកលលួសនៅពេលខ្មែរក្រហមឡើងការអំណាចដែលសម្លាប់ខ្លាំងដែលងប់ច្រើនខ្លាំងដែលយួននិងចិនគ្រប់គ្រងគឺគេទម្លាក់តំបន់ណាដែលផ្ដល់ព័ត៌មានពីសាធារណរដ្ឋរណលពីរដ្ឋបាលណែសាធារណរដ្ឋណាឲ្យទម្លាក់តាណាយកការបានតាណាកន្លែងណាដែលយកកងតំបន់កចេះស្ទឹងត្រែងណាតំបន់ណែភាគខាងកើតហ្នឹងតែពួកយកកងយកមិញវាឆ្លាតវាប្រកែវាដឹងជាងប្រជាជនតែប៉ាល់ហោះតឡើងងូងទៅវាមានអាផ្ទៃក្នុងនៅក្នុងសាធារណៈវាឲ្យការវាមិនងាយងាប់ទេហើយពលរដ្ឋខ្លះគ្នាវាអត់ដឹងដែលយកកងទៅជ្រកនៅក្នុងភូមិនឹងស្រុកពីកប៉ាល់ហោះមកវាគេបាត់ដូចជាតួយ៉ាងដូចនៅចន្ទ្រាអញ្ចឹងហើយតាំងតែស្រែកថាអាមេរិកទម្លាក់គ្រាប់បែកអាមេរិកសម្លាប់ប្រជាជនក៏ល្បិចកុម្មុយនីសខ្ពស់ណាស់
ណាខ្លាំងណាស់ចឹងរហូតដល់វាមានបណ្ដាញក្រៅប្រទេសចាក់រុកម៉ែឪឲ្យធ្វើបាតកម្មទាមទារឲ្យរដ្ឋាភិបាលអាមេរិកដកទ័ពចេញពីឥណ្ឌូចិនចេញពីអាស៊ីដូច្នេះបានជាអាមេរិកគឺឃើញថាបើប្រជាជនអាមេរិកទៅជួយពលរដ្ឋខ្មែរក៏គេមិនគ្រប់គ្រងគេថ្កោលទោសការច្បាំងសង្គ្រាមក៏អស់លុយអស់ជីវិតទាហានទាំងនៅស្រុកយួនអ្នកដែលងាប់ច្រើនជាងគេនៅយួនទាហានអាមេរិកតែចាប់ផ្ដើមមុនគេតែខ្មែរមិនសូវមានងាប់ច្រើនទេច្រើនជាអ្នកជាជំនាញអ្នកផ្ដល់ជំនួយណាឬក៏អ្នកធ្វើការអីនឹងមួយចំនួនទេដែលមកនៅខាងស្រុកខ្មែរគ្មានតបជាទ្រង់ទាយធំមានតែកម្លាំងការគ្រប់គ្រងពីជើងអាកាសមិនដល់មកកាលដែលទៅទម្លាក់បើគេចេះទម្លាក់នៅក្បាលលោកហ៊ុនសែនក៏អត់រស់ដែរអត់មានមកនៅក្អេងក្អាំងអីដល់សពថ្ងៃទេអានេះខ្ញុំជម្រាបការពិតដែលខ្ញុំឆ្លងកាត់រស់នៅសូមជម្រាបកូនក្មួយដែលនៅស្រុកខ្មែរដែលមិនបានដឹងខ្លះខ្ញុំឮស្រែកក្នុងរយៈប្រហែលថ្ងៃនេះថាអាមេរិកចង់ស្លាប់ពលរដ្ឋដាណាទៀតអាមេរិកជាអ្នកនាំបកសង្គ្រាមអាមេរិកអីចេះចាស់រហូតមានការឌីលខ្មែរដល់ជនភៀសខ្លួនដោយមិនពេញចិត្តរបបកុម្មុយនីសនៅអាមេរិកសិតតែពួកអរដ្ឋចោលស្រុកសិតតែអាពួកឆ្កែអាមេរិកនេះមួយចំនួនទេខ្ញុំមិននិយាយខ្មែរទាំងអស់ទេដែលខ្ញុំឮខ្លះឮសម្លេងខ្លះអំពីទស្សនៈរបស់បកប្រជាជនឬក៏គ្រប់គ្រងបកនៃក្រហមរបស់អលទ្ធិផ្ដាច់ការរបស់ហ៊ុនសែននេះគេនិយាយចឹងតែបងប្អូនត្រូវយល់ថាខ្មែរដែលចំណាក់ស្រុកខ្មែរដែលជាជនភៀសខ្លួនដោយរបបកុម្មុយនីសនៅប្រទេសទី3មានប្រយោជន៍ខ្លាំងណាស់បងប្អូនកូនក្មួយមានធម៌ណាស់ឈឺឆ្អាមណាស់ជួយសម្រាប់ណាបងប្អូនកូនក្មួយតាំងពីខ្ញុំចិនដីអាមេរិកខ្មែរអាមេរិកដែលខ្ញុំមើលឃើញតាំងពីជួយអ្នកទៅដល់កសាងវត្តកសាងអារាមកសាងសាលារៀនទីពេទ្យដងទឹកអត់ដងខ្លះធ្វើនេះខ្លះធ្វើនោះខ្លះរេងគៀសដើម្បីកសាងវត្តវិហារដែលខ្ទេចដោយរបបកុម្មុយនីសសម័យខ្មែរក្រហមឲ្យល្អឲ្យស្អាតអស់លុយមិនតិចទេសំបីតាបកប្រជាជននោះក៏ខ្មែរក្រៅប្រទេសជួយដែរអ្នកមកវឹកផ្អើលរឿងវាយព្រះវិហារតាហ៊ានអត់ស្បែកជើងខោអាវលខេលខាដឹកមីដឹកជំនួយដឹកថ្នាំតង្កូវបាយទឹកណែទៅជួយតាហ៊ាននិយាយថាការពារនយោបាយរបស់ហ៊ុនសែនដែលធ្វើនយោបាយរឿងពាវិហារវាយសៀមដើម្បីឡើងបនសកូនដើម្បីយោលេខ្ទេចអស់ផ្សារដូចខ្ញុំតែលើកខំប្តឹងទៅអាស៊ានប្តឹងទៅប្រធានអាស៊ានប្តឹងទៅអន្តរជាតិប្រឹងថៃព្រះវិហារនឹងគេខ្មែរឈ្នះយូរណាស់ហើយតើខ្មែរគេឲ្យខ្មែរឈ្នះយូរហើយមិនបានចាំលិខិតទៅវាយអីមិនក៏យើងមិនប្តឹងតាមផ្លូវការតវ៉ាតាមច្បាប់ដល់ទៅវាយទៅមិនឈ្នះថៃដាក់មកអស់លីងងាប់របួសប្រមាណកាលហ្នឹងប្តឹងថៃចុះឡើង1រៀលមិនបានខ្ញុំធ្លាប់លើកហើយបិទសេដ្ឋកិច្ចមិនយកជំនួយពីថៃមិនឲ្យទិញចំណេញយួនបុកមកតំណែងចិនក៏ណាបងប្អូនត្រូវដឹងទៅចាំកត់ត្រាទុកផងទៅយកចាប់ថ្នាក់ដើម្បីបង្ករឿងជាមួយថៃរឿងនាងសុនចៃគ្រាន់តែពាក្យនិយាយរឿងវាថាព្រះវិហារណែអីអង្គរវត្តរបស់ថៃនៅទៅខឹងឯណាទៅវាយទូថៃឯណាគឺគ្រីងបាតកម្មរញ៉ៃអាថៃនៅប្តឹងអស់លុយប្រមាណស្ងាត់មិត្តឲ្យជឹងបងរាប់លានឲ្យថៃតទេអត់តែបានចំណេញទេនយោបាយហ៊ុនសែនហើយបើខាងយួនវិញអត់មកសោះស្នើព្រំដែនតាណាបោះតាណាទៅមើលព្រំដែនបោះបង្គោលមិនអោយអ្នកកសែតសារព័ត៌មានខ្មែរមិនសាស្រុកឃើញទេមិនអោយបៀតទេណាឲ្យគណៈកម្មការព្រំដែនមានវ៉ានំហុងនំហុងសិតតែគ្នាគេនិយាយត្រូវគ្នាទៅរហូតបោះបង្គោលបានរហូតស្របរហូតរឿងរ៉ាវច្រើនណាស់ឥឡូវដល់ពេលនេះរឿងធំឥឡូវនេះរឿងធំបងប្អូនត្រូវដឹងពីគំនិតយួននិងចិនជាកុម្មុយនីសដែលមានកលល្បិចជ្រៅខ្ពស់ពេលដែលអាមេរិកអនុវត្តណា
ណែកំណត់វីសាមន្ត្រីរាជការដែលមានឈ្មោះពុកលួយមិនឲ្យចូលសហរដ្ឋអាមេរិកណែគេហៅថាអីណែទប់ស្កាត់បង្កក់លុយដែលមាននៅក្រៅប្រទេសគ្រប់បងគ្រប់ធនាគារប៊ីស៊ីណេសរ៉ូស៊ីជាមួយផ្ដាច់ទាំងអស់ចេញការប្រឆាំងនេះចេញប្រឆាំងឲ្យចិនណាផ្ដាច់អាដេញការតាក់ទងជាមួយអាមេរិកដូចជាការពារជាតិការពារទឹកដីនេះត្រូវសហការជាមួយអាមេរិកដែលជាប្រទេសសេរីវាមិនទៅយកទៅឥឡូវទៅជាផ្ដាច់ណាអីដូចជាឆ្មាំអង្គរធ្វើសមយុទ្ធជាមួយអាមេរិកផ្ដាច់បាត់ណាដើម្បីកុំឲ្យអាមេរិកការពារអ្នកដែលស្រឡាញ់សេរីអ្នកដែលស្រឡាញ់សិទ្ធិមនុស្សបានយកខាងចិនវិញព្រោះខាងចិនអ្នកការពារពួកផ្ដាច់ការពារពួកកាន់អំណាចការពារពួកអក្រិតឥឡូវយកចិនធ្វើសមយុទ្ធបើរឹងកម្លាំងយកជំនួយចិនអាវុធចិនមកបាញ់មកសម្លាប់មកចាប់ចងដុតផ្ទះដុតសម្បែងយកដីឬទីដឹកឈើព្រៃបានផលប្រយោជន៍ទៅចិនយួនទាំងអស់ខ្មែរមានការក្តៅក្រហាយវេទនាហើយរហូតដល់ការផ្ដាច់ការបិទរំលាយលទ្ធិប្រជាធិបតេយ្យនេះរបស់អន្តរជាតិយើងជាសមាជិកអន្តរជាតិយើងត្រូវស្ដាប់អន្តរជាតិយើងជាសមាជិកលោកសេរីត្រូវទៅស្ដាប់សហរដ្ឋអាមេរិកដែលជាមហាអំណាចលោកសេរីអត់ស្ដាប់ប្រឆាំងគេថាគេលូកដៃគេឆ្លួចត្រេកគេឃ្លានពៀនប្រទេសខ្លួនជាប្រទេសអធិបតេយ្យភាពគ្មានសិទ្ធិគ្មានអាចរំលោភបានបើហើនចុះបើហើនឡើងឥឡូវអាមេរិកចាប់អនុវត្តណាប្រកាយមកខាង10ក៏ដោយខាង20ក៏ដោយឪអង្គរៈតាអង្គរៈក៏ដោយលោកណាក៏ដោយតែមានបញ្ជីនៅក្នុងបញ្ជីខ្មៅអាមេរិកសារ៉េអាមេរិកតាមដានអាមេរិកអង្គិតរកឃើញទាំងអស់ហើយយកមកប្រកាសយកមកបង្ហាញពលរដ្ឋនិងពិភពលោកហើយបន្តតទៅទៀតរឿងអំពើអក្រិតអំពើស្លាប់មនុស្សក្រៅច្បាប់ពេលរឿងស្លាប់មនុស្សច្រើនណាស់នៅក្នុងប្រទេសខ្មែរដែរកន្លងមកដែលអ្នកកាន់អំណាចភ្នំពេញធ្វើច្រើនណាស់ដូច្នេះនៅតែពំពើទៀតចិនដែលជាបិតាកុម្មុយនីសបិតាអ្នកដែលប្រើអំណាចលទ្ធិផ្ដាច់ការកុំឡៃថាជាប្រទេសផ្សេងសំបីតាពលរដ្ឋខ្លួនដែលពលរដ្ឋចង់បានសេរីមួយចំនួនក៏ស្លាប់គ្នានៅវៀតមីនអស់ច្រើនសំបីតែប្រជាជនចិនក៏ដោយយួនក៏កាលពីសង្គមនៅស្រុកខ្មែរពេលដែលខ្លួនជួយឈ្នះខ្មែរក្រហមឈ្នះចម្លៀសសម្រាប់អត់ទទួលខុសត្រូវទេចិនអត់គៀទេពួកច្រើនណាស់ស្រេចទៅលើខ្មែរស្រេចទៅលើខ្មែរក្រហមកម្ពុជាតែធ្វើមិនទៅដល់អនុពលះទាំងខ្មែរទាំងចិនទាំងយួនដែលកើតស្រុកខ្មែរជាពលរដ្ឋខ្មែរគេមិនជិះគេមិនលូកដៃដល់ឲ្យពលះបងប្អូនត្រូវចាំណាបងប្អូនរះយួនក៏ដោយរះចិនក៏គិតឲ្យមែនទេណាឥឡូវគេឆ្លាតគេយករួចខ្លួនមនុស្សវាចង្អែតណែនពេកនៅក្នុងស្រុកចិនទៅយួនគេឲ្យចូលមកសម្រុករុញមកហើយរដ្ឋាភិបាលនេះក៏គេហៅថាកំពុងតែភ័យពីរឿងពលរដ្ឋខ្មែរមិនចូលបោះឆ្នោតណាមិនគ្រប់គ្រងណាដូច្នេះត្រូវតែចំហតាំងពី79ហើយថ្មីនេះទៀតបានបង្កើតច្បាប់ឲ្យយួនចូលសញ្ជាតិជាខ្មែរដើម្បីមានសិទ្ធិទៅចុះឈ្មោះបោះឆ្នោតបើមានរឿងរ៉ាវកើតឡើងពីបញ្ហាយួនបោះឆ្នោតគេថាអានឹងយួនមែនប៉ុន្តែចូលសញ្ជាតិខ្មែរអស់ហើយរដ្ឋាភិបាលយួនគេអត់ដឹងទេគេអត់ទទួលលើរដ្ឋាភិបាលខ្មែរជាសិទ្ធិរបស់ខ្មែរគួរឲ្យចូលសញ្ជាតិឬមិនជួយនៅលើគេពលរដ្ឋដែលចូលទៅគេសុំច្បាប់គេគោរពច្បាប់របស់រដ្ឋាភិបាលបើរដ្ឋាភិបាលព្រមទទួលស្គាល់អាចចូលបានអាចរស់នៅបានអញ្ចឹងបានស្អីថាយួនលេងហ្គេមនេះគ្រប់គ្រងគណៈបកដែលកាន់អំណាចផ្ដាច់ការហ៊ុនសែននេះទៀតប្រឆាំងលទ្ធិសេរីចិនផ្ដល់អាវុធផ្ដល់លុយថ្មីទៀតមករដ្ឋាភិបាលមកដល់មីតត់ដែលថ្មិលដែលប្រើអំណាចផ្ដាច់ការដែរមើលមុខហៀងមិនហៀងបងប្អូនមើលមុខនឹងមុខណែមុខខ្លាណាហ្មងមុខសាហាវណាហ្មងមុខនឹងមុខកាចមុខខូខឺឃើញទេម្នាក់សាក់
ពេញស្មាព្រៀតព្រងសិតតែហ៊ានកាប់ហ៊ានចាក់ហ៊ានសម្លាប់ហ៊ានបំពេញមិនគោរពចាប់ជាតិអន្តរជាតិបានហ៊ុនសែនតម្លើងអើយបានហ៊ុនសែនការពារបានចិនការពារឥឡូវឲ្យកំភ្លើងឲ្យអាវុធឲ្យចំនួនមកទៀតហើយបានស្គាល់ថាត្រៀមខ្លួននឹងបង្ក្រាបប្រឆាំងនឹងពួកដែលនេះស្រឡាញ់សេរីគេនិយាយដដែលថាគេនឹងបង្ក្រាបក្រុមបដិវត្តពណ៌គេនឹងបង្ក្រាបពួកប្រឆាំងគេការពារតកូលហ៊ុនការពារច្បាប់រដ្ឋធម្មនុញ្ញដាច់ខាតណែមិនឲ្យបដិវត្តកើតឡើងមិនឲ្យបានស្ដីថាបដិវត្តពើក្រុមណាជាក្រុមប្រជាជនដែលប្រសិទ្ធប្រសិទ្ធិប្រសេរីភាពទៀមទាតវ៉ាហ្នឹងណាដែលមានការគាំទ្រពីអាមេរិកហ្នឹងអាហ្នឹងហើយគេថាក្រុមបដិវត្តពណ៌ដើម្បីគេនឹងបង្ក្រាបអញ្ចឹងហើយបានគេសបាយនឹងទទួលអាវុធពីចិនហើយការបោះឆ្នោតយួនបានចូលសញ្ជាតិគាំទ្រគណៈបកប្រជាជនដើម្បីឲ្យឈ្នះឆ្នោតបើអាមេរិកអនុវត្តច្បាប់មានកំពឹងគ្រឿងអាវុធផ្ដាល់ដល់ចិនជាលេសមួយនឹងមានហេតុកើតអ្វីហើយចិនក៏ដោយយួនក៏ដោយពលរដ្ឋដែលមកហ្នឹងខ្លះអត់ដឹងខ្លួនសបាយរឿងការចូលមកបានស្រួលបានមកនៅដីខ្មែរស្រួលរស់ស៊ីអត់បានគិតពីនយោបាយរបស់ចិនយួនដែលមនុស្សច្រើនគេឲ្យអាហ្នឹងបើកើតអីឡើងស្លាប់នៅក្នុងប្រទេសខ្មែរมันអាចចោទយួនបានយួនគេឆ្លើយថាអស់តួនាទីរបស់រដ្ឋាភិបាលទទួលស្គាល់ហើយព្រោះនោះវាជាខ្មែរហើយនៅលើខ្មែរបើមានរឿងបញ្ហាបង្ហូរឈាមស្លាប់នៅក្នុងប្រទេសខ្មែររដ្ឋាភិបាលខ្មែរអ្នកនយោបាយខ្មែរដោះស្រាយអ្នកណាមានទោសអ្នកណាអត់ទោសណារដ្ឋាភិបាលយួនចិនរួចខ្លួនគំរូដូចជាកលប៉ុលពតអញ្ចឹងចិនយួននេះឧបត្ថម្ភនេះជ្រុំជ្រែងខ្លាំងដល់អាប៉ុលពតខ្មែរក្រហមឈ្នះសម្លាប់រង្គាលដល់មានតឡាការអន្តរជាតិចិនយួនអត់អស់មរៀលចិនយួនរលាស់ខ្លួនណារួចទាំងអស់ហើយដល់មានទោសជាប់គុកជាប់ច្បាប់ឬក៏មានបញ្ហាលើខ្មែរនិងខ្មែរគីសប្រនខ្មែរអៀងសេរីខ្មែរប៉ុលពតខ្មែរហ៊ូនីវហ៊ូយួនទទួលទៅកាត់ទោសទៅហើយជួយទៀតអាណាដែលស៊ីខ្សែខាងយួនរស់ដូចជាហ៊ុនសែនជាស៊ីមស្ដេចស៊ីនុដែលនៅក្នុងចំណោមថ្នាក់ជាន់ខ្ពស់ដែលគេថាត្រូវកាត់ទោសអ្នកជាន់ខ្ពស់អាជនទៀតក្រោមគ្មានទោសតែបញ្ជាមកពីលើឲ្យអាក្រោមឃុំសម្លាប់គេធ្វើនយោបាយដោះការពាររស់ទាំងអស់ហ៊ុនសែនជាស៊ីមហេងសំរិនណាជាស៊ីមណាដែលជាមេខ្មែរក្រហមដូចជាណៃស្ដេចBN គេហៅថាបេដាអាដេញកម្ពុជាប្រជាធិបតេយ្យរួចខ្លួនណែមកងាប់អាកដាលងាប់អាក្រោយឡើងក្រោយពីដើមទីមករួចខ្លួនទាំងអស់ណែគេសុភ័ណ្ឌទៅឡើងក្រោយតែងតាំងដើម្បីគេដោះគេដឹងថាផែនការវាផ្លាស់ប្ដូរបើមានរឿងចោតប្រកាន់ចាញ់ទៅកាត់ទោសពួកហ្នឹងយួនចិនរួចខ្លួនអស់លីងអត់មានប៉ះពាល់អត់មានណែសងជំងឺចិត្តដល់ប្រទេសខ្មែរដែលខ្លួនបានជ្រុំជ្រែងឧបត្ថម្ភបកវិនិស្សកម្មស្លាប់ហ្នឹងទេរួចខ្លួនជាប់គុកលកាខៀវសុភ័ណ្ឌអៀងសេរីតាមមកណាប៉ុលពតបើនេះខ្ទេចហិនហោតអាណាដែលនៅសេះសល់ហ៊ុនសែនប្រមូលនៅក្នុងជួររដ្ឋាភិបាលប្រមូលតែអ្នកដែលអត់យល់អត់ដឹងឥឡូវនៅកាន់អំណាចឥឡូវដល់អាមេរិកដាក់ផែនការឥឡូវចិនមកទៀតហើយយួនមកទៀតហើយដូចខ្ញុំលើកមិញថាផ្ដាល់កំភ្លើងផ្ដាល់អាវុធបរិងកម្លាំងធ្វើអីគេហៅថាសំយុទ្ធរួមជាមួយតែចិនដើម្បីការពារភារកម្មការពារនៅប្រទេសយួនជួយណាដល់មានបញ្ហាឡើងបើយួននៅក្នុងស្រុកចេះធ្វើរំេចរស់ប្រមាណងាប់ប្រមាណបើមានអ្វីចិនយួនវាធូរมันអាចចោតដល់យួនបានมันអាចចោតដល់ចិនបានព្រោះអានឹងជាពលរដ្ឋខ្មែរបញ្ចូលសញ្ជាតិឆែកទៅកាត់ទៅឃើញតែសញ្ជាតិខ្មែរកាត់បាត់ដំបងកាត់ភ្នំពេញយកច្បាប់ទៅនិយាយចាញ់វាទៀតហើយបើត្រូវងាប់រស់ងាប់ទៅប្រមាណសល់ប្រមាណចេះរស់នៅជាមួយខ្មែរមិនកាត់រស់ទៅខ្មែរចេះអនុគ្រោះឬមិនអនុគ្រោះអានឹងស្រេចទៅលើរដ្ឋាភិបាលថ្មី
អ្នកចំនួនក្រោយដែលកើតនៅក្នុងស្រុកខ្មែរឪពុកម្ដាយដែលបានមកចូលសញ្ជាតិដោយការទទួលស្គាល់ពីរដ្ឋាភិបាលបើគេប្រកាន់ឬគេចោទតែម៉េចដោះស្រាយទៅតវ៉ាទៅយួនចិនរួចខ្លួននេះចំណុចដែលយួនចង់បង្កចង់ប្រឆាំងច្បាប់ដែលអាមេរិកអនុវត្តច្បាប់ដើម្បីដកចង្កូមដកអំណាចពីមីទ័ពពីមន្ត្រីរាជការរបស់ហ៊ុនសែននេះសូមបងប្អូនដែលអ្នកល្អទាហានពលរដ្ឋខ្មែរអ្នកមន្ត្រីរាជការដែលល្អដែលនៅជាមួយឲ្យប្រុងប្រយ័ត្នមែនទែនតាមមកប្រើនេះទៀតខ្មែរវាតិចជាងយួនចិត្តតិចជាងចិនសូមរៀបចំខ្លួនទាហានដែលល្អរៀបចំខ្លួនកុំធ្វើអីព្រេផ្ដាស់ចាំគៀកពេលវេលាថាអាមេរិកាំងចាប់ផ្ដើមឲ្យអាមេរិកាំងមានកម្លាំង